ជាពិសេសពេលរំធំបាសប្បាយណាស់ជាមួយនឹងបងជួយផងម៉ែម៉ែជួយផងម៉ែម៉ែជួយផងម៉ែម៉ែជួយផងចូលរបស់លោកកន្លែងផងហេ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 ជារំពីមុខគឺដើរទៅមុខទ្រង់ព្រាមហៅថាសវណ្ណក្រមទ្រង់ព្រាមហៅថាសវណ្ណកុយយូរណាស់ហើយមកហើយយើងនៅតំណាក់ចេះសំណាក់នៅតំណាក់លោកអេសីយូរសិនទៅមកហើយលើចាប់ដឹងពីបានទេយើងជីងទូកលេងតាមគង្ឃីនាំគ្នាក្រោយខុនសំព្រឹកព្រៃងំហាតាមមាត់ច្រាំងខៀវខ្ចី
អូយ៉ាល្បីយូរហើយល្បីយូរហើយអញ្ចឹងបានតែខ្ញុំមើលទៅលោកមិនធម្មតាច្បាស់ជាមិនមែនជនសាមញ្ញទេ លោកគឺចង់លាក់ដែលកក្រើបមេឃនៅពណ៌ ស្រណោះសំឡេងត្រូវលើកឡើងប្រគំផ្សំនឹងសម្ដីច្រៀងលោកអាយបត់ជ្រងនិមន្តយាងអោព្រះគុណម្ចាស់ថ្លៃយ៉ាយនិមន្តអង្គលោកគ្រូតូចលោកគ្រូធំអេអេសូមយាងព្រះបារមីសម្ដេចព្រះមេតបព្រះគុណណាលោកធ្លាប់ថែរក្សា គេមកហើយណាណាគេពួកឯងគិតមើលទៅហាគឺកូនអេសូមគោរពលោកអបរាជខ្ញុំទទួលបញ្ជាពីទីប្រឹក្សានៅទីនេះដើម្បីរងចាំលោកអ៊ីឆានៅឆ្ងាយរាប់យូរក៏ខ្ញុំអាចចាប់អារម្មណ៍ពីចំហាយត្រជាក់លើកំបិតលោកដែរលោកអបរាជចុះពីលើសេះទៅអ្វីត្បិតជំរុំខ្ញុំតូចតែមិនធ្វើឲ្យលោកវេទនាទេមីតបទាំងឡាយអ្នកណាព្រមដឹកនាំតបមួយកងធំទៅប្រយុទ្ធជាមួយនឹងពួកទីឯករឿងនេះមិនបានខុសត្រូវហើយធម្មតាទេទៅទីបាក់អស្រ័យមិនដឹកដោះវាគឺជាអ្វីទាំងសងទីលេងចង់ធ្វើសង្គ្រាមហើយខ្លាចហើយអញ្ចឹងបាទទុកឲ្យយើងដែលជាមនុស្សចាស់ទៅធ្វើជាមេតបប្រមុខរបស់អ៊ីជីងចោះលើកនេះខ្ញុំទៅខ្ញុំនឹងបដូរស្លាប់រស់ជាមួយកូនអ៊ី